បាទសួស្តីបងហ្នឹងហើយខ្ញុំប្រាប់ពិធីសាស្ត្រមួយក្នុងការសម្រួលនៅលើប្រព័ន្ធអេក្រង់កុងទ័រផ្សេងបើសិនមានដំណើរការអាក់ល្អួលផ្សេងអីបងជួយយកចូលកន្លែង reset វាបងបើយើង reset ក្នុងឡានគឺវាអាចនឹងពិបាកបន្តិចបាទប៉ុន្តែបើងាយស្រួលគឺបង set ក្រៅឡានមានថាកន្លែង block ម៉ាស៊ីនបងគ្រាន់តែធ្វើតាមខ្ញុំមានថាបងនេះកន្លែង opposite ហ្នឹងបងបើកវាចំហចេញមកបងនឹងឃើញ position មួយពណ៌លឿងនេះមិនថា can សាំងឬ can PAV គឺមានហើយអញ្ចឹងបងចាប់ដកវាសដកវាតិចមកដកវាឡានយើងប្លុតឡានយើងនេះឡានយើងកំពុងឆេះក៏បានដែរកំពុងឆេះឬបើកសោអនអីបងចាប់ដកអានឹងបន្ទុះមកហើយមួយនាទីក្រោយខ្ញុំរុញចូលវិញនោះវានឹង restart ទៅលើអេក្រង់កុងទ័រក៏ដូចជាអេក្រង់កំសាន្តហ្នឹងគឺ restart ឲ្យវាដំណើរការ smooth ឡើងវិញពេលខ្លះយើងប្រើវាអត់ត្រូវចំណុចវាឬក៏អ៊ូលអីផ្សេងហ្នឹងកន្លែងហ្នឹងបងណាកន្លែងដែលត្រូវ reset បាទខ្ញុំចុចកន្លែងដកអាហ្នឹងមកចាប់ដកចេះដកអញ្ចឹងមកហើយយើងដាក់ចូលមកសន្ទុះយើងដាក់ចូលវិញអញ្ចឹងមកគឺវានឹងដំណើរការ restart លើអេក្រង់ហ្នឹងហើយបាទអរគុណច្រើនបងហើយទីសាមមួយទៀតគឺបងចុចនេះ6ដងជាមួយខ្ញុំចុចមើល1 2 3 4 5 6 បងចុចឲ្យជាប់ហូរឲ្យជាប់មកវានឹងរលត់អេក្រង់ហ្នឹងហើយណាបងហើយយូរបន្តិចអាហ្នឹងបាទឃើញទេវាលុតទាំងអស់ហ្នឹងរបៀប restart ដូចគ្នាបាទតើបងគិតមួយណាស្រួលជាងមកយកមួយនឹងប៉ុណ្ណេះបើសិនយើងព្យាយាមចុចអារបៀបខាងក្នុងនេះបានគឺល្អជាងខាងក្រៅបាទហ្នឹងជា system របស់វាអញ្ចឹងបងធ្វើតាមហ្នឹងណាបងណាបាទ